បាទសួស្តីប្រិយមិត្តទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានសៀវភៅមួយក្បាលទៀតហើយបាទសម្រាប់ធ្វើការចែកជូនទៅកាន់ប្រិយមិត្តទាំងអស់គ្នាបាទសៀវភៅមួយក្បាលនេះបាទមានចំណងជើងថា Blue Ocean Strategy បាទគឺបើយើងបកជាភាសាខ្មែរមានន័យថាយុទ្ធសាស្ត្រសមុទ្រខៀវបាទអញ្ចឹងយុទ្ធសាស្ត្រសមុទ្រខៀវនេះបាទគឺត្រូវបាននិពន្ធឡើងដោយអ្នកនិពន្ធឈ្មោះ Chan Kim បាទគឺជាសៀវភៅមួយដែលផ្ដោតទៅលើបាទគេហៅថាយុទ្ធសាស្ត្រនៃការប្រកួតប្រជែងនៅលើទីផ្សារបាទអញ្ចឹងបងប្អូនធ្លាប់បានឃើញកន្លងមកហើយបាទគឺតាក់ទងទៅនឹងអាជីវកម្មបាទក៏ដូចជានៅក្នុងជីវិតប្រចាំថ្ងៃបាទគឺនៅក្នុងរង្វង់កិច្ចការងារបាទក៏ដូចជាទំនាក់ទំនងផ្សេងៗបាទគឺយើងតែងតែឃើញបាទមានភាពប្រែប្រួលបាទក៏ដូចជាគេហៅថាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតបាទគឺតែងតែមានយុទ្ធសាស្ត្រក៏ដូចជាវិធីសាស្ត្ររៀងៗខ្លួនបាទអញ្ចឹងនៅក្នុងអាជីវកម្មយើងតែងសង្កេតឃើញបាទគឺការប្រកួតប្រជែងបាទគេហៅថាការដណ្ដើមនៅអតិថិជនបាទរវាងក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយបាទគឺប្រកាសណាស់គឺតែងតែមានបាទហើយជាពិសេសបាទគឺយើងឃើញថានៅពេលដែលមានការប្រកួតប្រជែងបាទគឺប្រកាសណាស់គឺអ្នកដែលបានគេថាទទួលបានផលប្រយោជន៍ល្អប្រសើរហ្នឹងគឺច្រើនគឺជាអតិថិជនបាទអញ្ចឹងការលក់ក្នុងតម្លៃទាបបាទការលក់ក្នុងបរិមាណច្រើនបាទក៏ដូចជាការបន្ថែមនៅអ្វីដែលប្លែកអ្វីដែលទំនើបបាទដើម្បីទាញយកអតិថិជននៅក្នុងទីផ្សារបាទអញ្ចឹងនៅក្នុងសមរភូមិនៃអាជីវកម្មបាទក៏ដូចជានៅក្នុងរង្វង់នៃកិច្ចការងារប្រចាំថ្ងៃនៅក្នុងកន្លែងកិច្ចការងារបាទឬក៏នៅក្នុងប្រហែលតែផ្នែកផ្សេងៗដែលយើងកំពុងតែជួបប្រទះរាល់ថ្ងៃបាទគឺប្រកបណាស់គឺតែងតែមានភាពប្រកួតប្រជែងបាទទៅវិញទៅមកបាទអញ្ចឹងនៅក្នុងសៀវភៅនេះបាទគឺជាសៀវភៅមួយដែលល្អប្រសើរមែនទែនបាទសម្រាប់បងប្អូនជាម្ចាស់អាជីវកម្មក៏ដូចជាបងប្អូនមួយចំនួនដែលស្វែងយល់បាទបន្ថែមអំពីការប្រកួតប្រជែងនៅក្នុងទីផ្សារបាទដូចជាដំណើរការផ្សេងៗបាទដែលជួបប្រទះនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងបាទអញ្ចឹងនៅក្នុងសៀវភៅនេះបាទគឺអ្នកនិពន្ធបានផ្ដោតទៅលើយុទ្ធសាស្ត្របាទគេថាសមុទ្រខៀវបាទអញ្ចឹងបើយើងមើលអំពីផ្ទៃសមុទ្របាទគឺប្រកាសណាស់គឺទឹកសមុទ្របាទគឺប្រកាសជាមានពណ៌ខៀវបាទមិនមានន័យថាដូច្នោះនោះទេប្រិយមិត្តបាទគឺសមុទ្រខៀវនេះឯងបាទគឺចង់សំដៅទៅលើបាទគេហៅថាទីផ្សារមួយដែលគេហៅថាម្ចាស់អាជីវកម្មក៏ដូចជាអ្នកគ្រប់គ្រងផ្សេងៗបាទគឺគាត់ដណ្ដើមនៅទីផ្សារដោយផ្ដោតទៅលើបាទគឺអ្វីដែលថ្មីអ្វីដែលល្អប្រសើរបាទអញ្ចឹងតកតងទៅនឹងយុទ្ធសាស្ត្រសមុទ្រខៀវបាទនៅក្នុងសៀវភៅនេះបាទគឺអ្នកនិពន្ធបានបែងចែកទឹកសមុទ្រហ្នឹងបាទបើយើងនិយាយឲ្យចំគឺសមុទ្រមាន2បាទគឺសមុទ្រពណ៌ក្រហមហើយនិងសមុទ្រពណ៌ខៀវបាទអញ្ចឹងអ្វីទៅបាទគឺជាយុទ្ធសាស្ត្រសមុទ្រខៀវបាទអញ្ចឹងតកតងទៅនឹងសៀវភៅយុទ្ធសាស្ត្រសមុទ្រខៀវនេះបាទគឺអ្នកនិពន្ធបានបែងចែកនៅទីផ្សារបាទគឺជា2ប្រភេទបាទទីផ្សារប្រភេទទី1បាទគឺគេហៅថាទីផ្សារសមុទ្រក្រហមបាទអញ្ចឹងទីផ្សារប្រភេទនេះបាទគឺឧស្សាហកម្មឬក៏អាជីវកម្មផ្សេងៗបាទគឺគេហៅថាប្រកួតប្រជែងគ្នាទៅវិញទៅមកបាទហើយតម្រូវការនៅក្នុងទីផ្សារហ្នឹងបាទដូចជាអតិថិជនឬក៏គេហៅថាតម្លៃឬក៏ការប្រាក់ចំណេញផ្សេងៗដែលបានមកហ្នឹងគឺវាមានភាពមួយមានកំណត់បាទដោយសារតែផលិតផលបាទគឺអាចនឹងប្រហាក់ប្រហែលគ្នាបាទប្រកួតប្រជែងដូចគ្នាបាទដូច្នេះឯងបាទម្ចាស់អាជីវកម្មឬក៏ក្រុមហ៊ុនផ្សេងៗហ្នឹងបាទគឺគាត់ព្យាយាមដណ្ដើមអតិថិជនទៅវិញទៅមកបាទអញ្ចឹងជាហេតុធ្វើឲ្យការលក់នៅលើទីផ្សារហ្នឹងគឺមិនសូវបានផ្ដល់នៅប្រាក់ចំណេញប៉ុន្មាននោះទេបាទហើយការទម្លាក់ថ្លៃបាទក៏ដូចជាផលិតផលដែលស្តៀងគ្នាទៅវិញទៅមកហ្នឹងបាទធ្វើឲ្យមានការដណ្ដើមគ្នានៅក្នុងទីផ្សារយ៉ាងច្រើនបាទដូច្នេះប្រាក់ចំណេញមួយចំនួនរបស់អាជីវកម្មបាទគឺមិនល្អប្រសើរសម្រាប់ជាយុទ្ធសាស្ត្រនៅសមុទ្រខៀវក្រហមនោះទេបាទចំណែកឯយុទ្ធសាស្ត្រសមុទ្រខៀវបាទគឺអ្នកនិពន្ធបានផ្ដោតទៅលើទីផ្សារមួយដែលយើងបង្កើននៅតម្រូវការដោយផ្ដោតទៅលើបាទគេហៅថាការបង្កើតនៅអ្វីដែលថ្មីបាទហើយជាជាងដែលយើងគេហៅថាទៅប្រកួតប្រជែងគ្នាបាទដូចជាគេហៅថាសមុទ្រក្រហមអញ្ចឹងបាទគឺយើងមិនទៅដណ្ដើមអតិថិជនបាទមិនទៅប្រកួតប្រជែងតាមរយៈ
ផលិតផលដែលมันមានអ្វីដែលទំនើបมันមានអ្វីដែលពិសេសនោះទេបាទបាទផ្ទុយទៅវិញបាទយុទ្ធសាស្ត្រសមុទ្រខៀវបាទគឺអ្នកនិពន្ធបានផ្ដោតទៅលើការចាប់យកអតិថិជនហ្នឹងគឺផ្ដោតទៅលើគេហៅថាគុណភាពនៃការបន្ថែមបាទគឺអ្វីដែលថ្មីអ្វីដែលល្អប្រសើរបាទសម្រាប់អតិថិជនបាទបន្ថែមទៅលើគុណតម្លៃរបស់គាត់បាទជាជាងដែលទៅប្រកួតប្រជែងដណ្ដើមដោយហៅថាយកតែអតិថិជនបាទមិនបានផ្ដល់នៅការរកឃើញឬក៏បន្ថែមនៅតម្លៃបន្ថែមសម្រាប់អតិថិជនបាទដូច្នេះការប្រើប្រាស់នៅទំនិញឬក៏សេវាកម្មផ្សេងៗបាទគឺវាមិនល្អប្រសើរបាទសម្រាប់ក្រុមហ៊ុននោះទេបាទអញ្ចឹងនៅក្នុងយុទ្ធសាស្ត្រសមុទ្រខៀវនេះផងដែរបាទគឺអ្នកនិពន្ធបានផ្ដោតទៅលើបាទគឺការបន្ថែមនៅអ្វីដែលថ្មីបាទតម្លៃបន្ថែមនៅការរកឃើញអ្វីដែលថ្មីបាទវានឹងធ្វើឲ្យគេហៅថាទំនិញរបស់យើងនឹងគឺមានភាពទំនើបហើយមួយទៀតបាទគឺតាក់ទងទៅនឹងការបន្ថែមនៅតម្លៃដែលថ្មីមួយចំនួនបាទវាអាចនឹងជាចំណែកទីផ្សារមួយដែលយើងអាចនឹងដើរឈានមុខគេបាទសម្រាប់ការប្រកួតប្រជែងនៅក្នុងទីផ្សារបាទអញ្ចឹងយើងសម័យមើលបងប្អូនដូចជាផលិតផលទំនិញទូរស័ព្ទបាទយើងឃើញថាក្រុមហ៊ុនទូរស័ព្ទជាច្រើនបាទព្យាយាមអាប់ដេតនៅបច្ចេកវិទ្យាទំនើបបាទបន្ថែមនៅសម្ភារៈទំនើបផ្សេងទាំងsoftware ទាំង hardware បាទក៏ដូចជារូបរាងក៏ដូចជាកម្មវិធីផ្សេងបាទសម្រាប់គេហៅថាជាចំណែកមួយនៃសមុទ្រពណ៌ខៀវដើម្បីឲ្យអតិថិជនហ្នឹងបាទគឺគាត់ចាប់អារម្មណ៍បាទគាត់ពេញចិត្តបាទហើយជាពិសេសអាទាំងអស់ហ្នឹងគឺវាជាចំណែកមួយបន្ថែមនៅតម្លៃសម្រាប់ការប្រើប្រាស់បាទអញ្ចឹងបើសិនជាក្រុមហ៊ុនមួយចំនួនបាទគាត់មិនបានអាប់ដេតនៅបច្ចេកវិទ្យាទំនើបដូចជារូបរាងឬក៏គេថា software ផ្សេងដែលបំពាក់ទៅលើទូរស័ព្ទនឹងនោះទេបាទគឺប្រកបណាអតិថិជនបាទគឺគាត់នឹងអាចនឹងបោះបង់ឈប់ប្រើប្រាស់បាទដូចជាគេថាការបរាជ័យដូចជាក្រុមហ៊ុនមួយចំនួនបាទដែលតាក់ទងទៅនឹងទូរស័ព្ទបាទដូចជា Nokia បាទគឺมันមានអ្វីដែលថ្មីបាទអញ្ចឹងធ្វើឲ្យអ្នកដែលប្រើប្រាស់ហ្នឹងគឺគាត់បោះបង់បាទទៅលើការប្រើប្រាស់តែម្ដងបាទយើងឃើញដោយក្រុមហ៊ុនមួយចំនួនបាទដូចជាក្រុមហ៊ុនឡានផងដែរបាទប្រិយមិត្តគឺការប្រកួតប្រជែងនៅក្នុងទីផ្សារយានយន្តបាទគឺប្រកបណាស់គឺក្រុមហ៊ុនមួយចំនួនបានបំពាក់នៅសម្ភារៈទំនើបបាទហើយយើងឃើញថារហូតដល់មានឡានមួយចំនួនបាទគឺប្រើប្រាស់នៅគេហៅថាពន្លឺព្រះអាទិត្យបាទក៏ដូចជាធម្មពលផ្សេងបាទក៏ដូចជាការប្រើប្រាស់យានយន្តដោយមិនមានអ្នកដែលបើកបាទអញ្ចឹងការរកឃើញទាំងអស់នេះបាទគឺជាយុទ្ធសាស្ត្រសមុទ្រខៀវមួយដែលចាប់នៅអតិថិជនបាទបំពេញតម្រូវការបន្ថែមឬក៏គេហៅថាតម្លៃបន្ថែមសម្រាប់អ្នកប្រើប្រាស់បាទជាជាងដែលយើងគេហៅថាលក់ដោយការទម្លាក់ថ្លៃឬក៏គេហៅថាទាញអតិថិជនទៅអតិថិជនមកដោយមិនមានអ្វីដែលថ្មីបាទសម្រាប់គាត់បាទដូច្នេះគឺផលិតផលរបស់យើងគឺវាមិនសូវមានគុណតម្លៃឬក៏មិនបង្កើតតម្លៃសម្រាប់អ្នកប្រើប្រាស់បាទអញ្ចឹងយូរទៅបាទអ្នកប្រើប្រាស់នឹងគាត់មានអារម្មណ៍ថាគឺប្រើរបស់ណាក៏ដូចជារបស់ណាបាទហើយវាមិនអាចគេថាចាប់យកនៅទីផ្សារសម្រាប់អតិថិជននឹងគឺយូរអង្វែងនោះទេបាទហើយសម្រាប់ជាយុទ្ធសាស្ត្រសមុទ្រខៀវនេះផងដែរបាទគឺអ្នកនិពន្ធបានលើកឡើងនៅគេថាសកម្មភាពមួយចំនួនបាទដែលយើងអាចបង្កើនឬក៏ច្បាមយកអតិថិជនរបស់យើងបាទតាមរយៈការបង្កើននៅអ្វីដែលថ្មីបន្ថែមនៅគុណតម្លៃអ្វីដែលថ្មីបាទគឺទីមួយគឺអ្នកនិពន្ធបានបង្ហាញថាយើងត្រូវតែគេថាបញ្ឈប់ឬក៏បញ្ចប់តែម្ដងបាទនៅក្នុងឧស្សាហកម្មប្រកួតប្រជែងក៏ដូចជាក្រុមហ៊ុនផ្សេងបាទយើងឃើញថាផលិតផលមួយចំនួនបាទវាមិនបំពេញឬក៏វាមិនគេថាមិនទាន់សម័យកាលបាទវាហួសសម័យទៅហើយបាទគឺដូច្នេះគឺយើងត្រូវតែផ្លាស់ប្ដូរបាទគឺបញ្ឈប់ការលក់ទៅលើផលិតផលទាំងអស់នោះបាទពីព្រោះតែវាមិនអាចប្រកួតប្រជែងនៅក្នុងទីផ្សារទៀតនោះទេបាទយើងឃើញដូចជាបច្ចុប្បន្នបាទគឺតម្រូវការនៃការទទួលបានឥណទានបាទគឺការប្រើប្រាស់ឥណទានបាទមានការប្រែប្រួលបាទពីមុនយើងឃើញថាការប្រើប្រាស់ឥណទានបាទគឺមានចំនួនបាទគេថាចាប់ផ្ដើមពីទំហំទូចបាទដូចជា500 1000បាទឬក៏2000ឬក៏$5000បាទអញ្ចឹងទំហំនៃការផ្ដល់ឥណទានទូចបាទគឺគេថាសម័យឥឡូវបាទប្រហែលជាអាចនឹង
រៀងឆ្ងាយបន្តិចបាទគឺអតិថិជនមួយចំនួនបាទប្រហែលជាលោកត្រូវការអនុទានធំដើម្បីបំពេញនៅតម្រូវការរបស់លោកបាទជាជាងដែលការប្រើប្រាស់នៅទំហំអនុទានទូចបាទដែលវាមិនបានជាគេថាពង្រីកនៅអាជីវកម្មបន្ថែមសម្រាប់អាជីវកម្មរបស់គាត់អញ្ចឹងចំណុចមួយទៀតដែលអ្នកនិពន្ធបានលើកឡើងអំពីសកម្មភាពដែលយុទ្ធសាស្ត្រសមុទ្រខៀវគួរតែធ្វើបាទចំណុចទី2បាទគឺការបន្ថយបាទអញ្ចឹងការបន្ថយគឺតាមរយៈបាទរបស់មួយចំនួនដែលមិនគេថាមិនល្អប្រសើរបាទមិនសូវមានភាពតាក់ទាញបាទអញ្ចឹងយើងគួរតែព្យាយាមកាត់បន្ថយបាទកុំចំណាយទៅលើការបង្កើនទៅលើគេថាគុណភាពដោយរបស់មួយចំនួនហ្នឹងបាទមិនត្រូវបានគេថាប្រើប្រាស់ឬក៏មិនត្រូវបានអាប់ដេតសម្រាប់អ្នកប្រើប្រាស់បាទហើយចំណុចទី3គឺការបង្កើននៅអ្វីដែលគេថាបន្ថែមបាទអញ្ចឹងនៅពេលដែលយើងឃើញថាទីផ្សាររបស់យើងបាទមានភាពគេថាប្រកួតប្រជែងបាទគឺដូច្នេះគឺអ្នកនិពន្ធបានបង្ហាញថាគឺត្រូវតែរកអ្វីដែលគេថាបន្ថែមទៅលើរបស់ដែលមានស្រាប់ឧទាហរណ៍ដូចក្រុមហ៊ុន Tesla អញ្ចឹងបាទប្រិយមិត្តគឺយើងឃើញថាក្រុមហ៊ុនបានបន្ថែមនៅគេថាបច្ចេកវិទ្យាទំនើបផ្សេងបាទដើម្បីឲ្យយានយន្តរបស់គាត់ហ្នឹងគឺមានគេថាភាពឈានមុខគេបាទនៅក្នុងទីផ្សារបាទអញ្ចឹងការបន្ថែមតិចតួចបាទការសិល្បៈនៃការអាប់ដេតតិចតួចបាទទាំងអស់នោះវាធ្វើឲ្យទំនិញឬក៏ផលិតផលរបស់យើងបាទគឺវាអាចនឹងឈានមុខគេបាទអញ្ចឹងយើងឃើញការលក់សម្រាប់ជាការហូបចុកផ្សេងបាទក៏ដូចជានៅក្នុងគេហៅថាឧស្សាហកម្មផ្សេងដែលយើងឃើញបាទគឺមានតែមានសិល្បៈនៃការលក់បាទអញ្ចឹងរបស់ខ្លះដែលមានដូចជានៅក្នុងអាហារដ្ឋានបាទមានដូចជាការលក់បន្ថែមបាទមានការភាពតាក់ទាញបាទតាំងពីមន្ត្រីឬក៏ផ្នែកផ្សេងដែលវាអាចនឹងជួយឲ្យអ្នកដែលគេហៅថាទៅបរិភោគហ្នឹងគឺគាត់មានភាពពេញចិត្តឬក៏គេហៅថាគុណតម្លៃបន្ថែមបាទសម្រាប់ការប្រើប្រាស់នៅសេវាកម្មទាំងនោះបាទអញ្ចឹងការបន្ថែមអ្វីដែលវាប្លែកជាងមុនបាទគឺការលើកឡើងទាំងអស់នោះបាទវាជាចំណុចមួយដែលអាចជួយឲ្យផលិតផលហ្នឹងវាមានកាន់តែមានភាពតាក់ទាញបាទសម្រាប់អ្នកប្រើប្រាស់បាទចំណុចទី4គឺការបង្កើនបាទអញ្ចឹងការបង្កើតហ្នឹងគឺអ្នកនិពន្ធចង់បង្ហាញថានៅក្នុងយុទ្ធសាស្ត្រសមុទ្រខៀវបាទគឺជាយុទ្ធសាស្ត្រមួយដែលយើងត្រូវតែរុករកអ្វីដែលថ្មីបាទបង្កើនបច្ចេកវិទ្យាឬក៏បន្ថែមអ្វីដែលវាឲ្យឈានមុខគេបាទជាជាងដែលយើងអង្គុយលក់ទម្លាក់ថ្លៃឬក៏អង្គុយចាប់យកតែទីផ្សារដោយមិនបានបន្ថែមនៅគុណតម្លៃសម្រាប់ដល់អ្នកប្រើប្រាស់បាទអញ្ចឹងយើងឃើញដូចជាផលិតផលមួយចំនួនបាទដូចជាទូរស័ព្ទដៃអញ្ចឹងបាទប្រិយមិត្តគឺមានការអាប់ដេតនៅ software មួយចំនួនមានការបន្ថែមនៅកម្មវិធីមួយចំនួនដើម្បីឲ្យអ្នកប្រើប្រាស់ហ្នឹងបាទគឺគាត់ចាប់អារម្មណ៍ក្នុងការប្រើប្រាស់បាទហើយជាពិសេសបាទគឺនៅក្នុងសម័យនេះបាទគឺយើងឃើញថាការឈានមុខនៃបច្ចេកវិទ្យាបាទជាពិសេសគឺបញ្ញាសម្បនិមិត្តដែលយើងឲ្យឈ្មោះថា AI នោះបាទគឺពិតជាបានរួមចំណែកយ៉ាងច្រើនបាទនៅក្នុងការបង្កើតនៅអ្វីដែលថ្មីបាទការបន្ថែមនៅមុខងារថ្មីជាច្រើនបាទនៅក្នុងគេហៅថាឧស្សាហកម្មផ្សេងបាទអញ្ចឹងដូចយើងឃើញនៅក្នុងការប្រកួតប្រជែងនៅក្នុងគេហៅថាផ្នែកខាងសេវាកម្មហិរញ្ញវត្ថុបាទគឺតែងតែមានការនៅអាប់ដេតនៅបច្ចេកវិទ្យាថ្មីមួយចំនួនបាទពីមុនយើងធ្លាប់តែចាយលុយបាទគេហៅថាតាមរយៈសាច់ប្រាក់ផ្ទាល់ខ្លួនបាទអញ្ចឹងឥឡូវនេះបាទគឺមានការអាប់ដេតនៅបច្ចេកវិទ្យាមួយចំនួនបាទតាមរយៈការប្រើប្រាស់បាទគេហៅថាសាច់ប្រាក់ដែលវាមិនត្រូវបានកាន់តែផ្ទាល់បាទគឺតាមរយៈជំនួសឲ្យវិញគឺតាមរយៈការប្រើប្រាស់នៅទូរស័ព្ទដៃឬក៏បច្ចេកវិទ្យាផ្សេងទៀតដើម្បីឲ្យការទូទាត់ហ្នឹងបាទវាមានភាពកាន់តែទំនើបបាទហើយស្ថាប័នមួយចំនួនទៀតបាទគឺគាត់បានបន្ថែមនៅមុខងារពិសេសជាច្រើនបាទសម្រាប់ការត្រួតពិនិត្យឯកសារបាទក៏ដូចជាការប្រមូលនៅព័ត៌មានបាទអញ្ចឹងអ្នកគេថាអ្នកដែលមានតម្រូវការនិទានផ្សេងហ្នឹងបាទគឺគាត់អាចនឹងស្នើសុំនិទានដោយមិនចាំបាច់បំពេញព័ត៌មានបាទគាត់អាចនឹងប្រើប្រាស់នៅ e-form បាទឬក៏ទម្រង់គេហៅថា form ដែលជាផ្នែកមួយដែលតាមរយៈការបំពេញនៅលើ desktop ឬក៏នៅលើទូរស័ព្ទដៃផ្សេងដើម្បីឲ្យមានភាពងាយស្រួលបាទគឺកាន់តែប្រសើរជាងមុនទៅទៀតបាទអញ្ចឹងនៅក្នុងយុទ្ធសាស្ត្រសមុទ្រខៀវនេះបាទគឺអ្នកនិពន្ធបាន
លើកឡើងនៅការប្រកួតប្រជែងនៅទីផ្សារបាទហើយអ្វីដែលយើងតែងតែជួបគឺទីផ្សារបែបគេហៅថាបែបបុរាណបាទគេហៅថាសមុទ្រក្រហមបាទគឺតែងតែមានការលក់នៅទម្លាក់ថ្លៃបាទដើម្បីទាញយកអតិថិជនបាទគឺទៅវិញទៅមកបាទហើយផ្ទុយទៅវិញបាទគឺសម្រាប់យុទ្ធសាស្ត្រសមុទ្រខៀវបាទគឺមិនដូច្នោះនោះទេបាទគឺតាមរយៈនៃការគេហៅថារុករកអ្វីដែលថ្មីបាទហើយកាត់បន្ថយអារបស់ណាដែលវាមិនអាប់ដេតបាទបន្ថែមទៅលើគុណតម្លៃទាំងអស់នោះបាទអញ្ចឹងទាំងអស់នោះបាទវាគឺជាចំណែកមួយដែលអាចឲ្យទីផ្សារក៏ដូចជាការចាប់បាននៅគេហៅថាអតិថិជនហ្នឹងគឺកាន់តែមានភាពមួយដែលអាចនឹងតាក់ទាញឬក៏ការប្រកួតប្រជែងនៅក្នុងទីផ្សារហ្នឹងបាទគឺប្រកបណាស់គឺវានឹងគេហៅថាឈានមុខគេរហូតបាទអញ្ចឹងការប្រើប្រាស់នៅយុទ្ធសាស្ត្រសមុទ្រខៀវនេះគឺវាមិនត្រូវបានបញ្ចប់នោះទេបាទនៅពេលដែលយើងរកឃើញអ្វីដែលថ្មីបាទពីព្រោះតែយុទ្ធសាស្ត្រសមុទ្រខៀវនេះបាទគឺប្រកបណាស់នៅក្នុងទីផ្សារគឺនៅពេលដែលយើងរកឃើញនៅអ្វីដែលថ្មីបាទគឺជាពិសេសអាជីវកម្មក៏ដូចជា franchise ផ្សេងៗបាទគឺដូចជាទំនិញឬក៏សេវាកម្មផ្សេងៗបាទគឺប្រកបណាស់គឺអ្នកដែលគាត់គេហៅថាអ្នកដែលម្ចាស់អាជីវកម្មផ្សេងហ្នឹងគឺគាត់ប្រកបជាធ្វើតាមបាទគាត់អាចនឹងចម្លងឬក៏ copy ឬក៏បែបផែនមួយចំនួនបាទគឺគាត់អាចនឹងយកទៅកែច្នៃដើម្បីកើតជាអាជីវកម្មរបស់គាត់បាទអញ្ចឹងសម្រាប់ការប្រកួតប្រជែងនៅក្នុងយុទ្ធសាស្ត្រសមុទ្រខៀវបាទគឺសូមឲ្យគេថាយើងទាំងអស់គ្នាបាទគឺអ្នកដែលជាម្ចាស់អាជីវកម្មក៏ដូចជាម្ចាស់ក្រុមហ៊ុនផ្សេងៗបាទគឺព្យាយាមធ្វើម៉េចបាទគឺបន្តការស្វះស្វែងរកអ្វីដែលថ្មីអ្វីដែលល្អប្រសើរអ្វីដែលអាចនឹងអាចបន្ថែមទៅលើតម្លៃនៃការប្រើប្រាស់របស់អតិថិជនបាទអញ្ចឹងទាំងអស់នោះបាទវានឹងធ្វើឲ្យចំណែកទីផ្សារហ្នឹងបាទគឺនៅតែមាននិរន្តរភាពបាទនៅតែឈានមុខគេរហូតបាទអញ្ចឹងវាជាផ្នែកមួយដែលมันអាចនឹងគេថាអាចនឹងគេថានាំមុខគេឬក៏มันអាចមានដៃគូណាមួយដែលគេថាអាចនឹងយកចំណែកទីផ្សារបាននោះទេបាទហើយជារួមមកបាទគឺយើងឃើញថាយុទ្ធសាស្ត្រសមុទ្រខៀវនេះបាទគឺវាមិនត្រឹមតែជាយុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់នៅក្នុងអាជីវកម្មរបស់បងប្អូនឬក៏អាជីវកម្មរបស់ម្ចាស់ក្រុមហ៊ុនផ្សេងៗនោះទេបាទគឺយុទ្ធសាស្ត្រសមុទ្រខៀវនេះបាទគឺយើងអាចប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងបានបាទដូចជាតាក់ទងទៅនឹងការងារបាទគឺប្រកបណាស់នៅក្នុងកន្លែងការងារបាទគឺយើងតែងតែឃើញបាទគឺមានបុគ្គលិកជាច្រើនបាទគាត់ចង់បាននៅតំណែងក៏ដូចជានៅទូនីតិបាទដើម្បីជាការគេហៅថា upgrade នៅកម្រិតនៃការធ្វើកិច្ចការងាររបស់ខ្លួនបាទអញ្ចឹងនៅក្នុងយុទ្ធសាស្ត្រសមុទ្រខៀវបាទគឺយើងអាចប្រើប្រាស់បានបាទសម្រាប់នៅក្នុងកិច្ចការងារប្រចាំថ្ងៃរបស់យើងបាទដូចជាយើងមិនទៅព្យាយាមប្រកួតប្រជែងនៅក្នុងតំណែងអីនោះទេបាទគឺតំណែងទាំងអស់នោះវានឹងគេហៅថាវានឹងកើតឡើងមកលើយើងដោយខ្លួនឯងភ្លាមបាទនៅពេលដែលយើងមានជំនាញក៏ដូចជាចំណេះដឹងគ្រប់គ្រាន់មួយមានន័យថានៅក្នុងកិច្ចការងារបាទគឺយើងព្យាយាមធ្វើម៉េចគេហៅថាអាប់ដេតចំណេះខ្លួនបាទគេហៅថារកអ្វីដែលបន្ថែមទៅលើការងាររបស់ខ្លួនបាទបើសិនជាសម័យបច្ចេកវិទ្យាបាទយើងខ្វះនៅទាំងអស់នោះបាទយើងព្យាយាមរៀនបន្ថែមបាទតាមរយៈជំនាញបច្ចេកវិទ្យាផ្សេងបាទក៏ដូចជាជំនាញឯកទេសផ្សេងបាទធ្វើម៉េចឲ្យគេហៅថាឈានមុខគេបាទអញ្ចឹងតំណែងឬក៏តួនាទីផ្សេងបាទគឺប្រកបណាស់គឺវានឹងកើតឡើងចំពោះយើងបាទហើយសម្រាប់ជាយុទ្ធសាស្ត្រសមុទ្រខៀវនោះគឺយើងធ្វើម៉េចយើងបន្តរហូតបាទកុំឲ្យយើងគេថាកំណត់ត្រឹមតែអ្វីដែលយើងទទួលបានហើយបាទគឺយើងបញ្ឈប់អាប់ដេតបញ្ឈប់នៅចំណេះជំនាញរបស់យើងបាទទាំងអស់នោះវានឹងធ្វើឲ្យទីផ្សាររបស់យើងដូចជាការប្រកួតប្រជែងរបស់យើងបាទវានឹងវិលទៅរកគេហៅថាសមុទ្រក្រហមនោះឯងបាទជាចុងក្រោយបាទខ្ញុំបាទសង្ឃឹមថានៅក្នុងសៀវភៅនេះបាទគឺពិតជាបានរួមចំណែកបាទសម្រាប់ជាការគិតក៏ដូចជាការពិចារណារបស់បងប្អូនទាំងអស់គ្នាបាទជាពិសេសបាទសម្រាប់អាជីវកម្មដែលយើងគ្រោងនឹងបើកដូចជាគេហៅថាការដែលយើងអាចយកមកអនុវត្តនៅក្នុងជីវិតនៅក្នុងកិច្ចការងារប្រចាំថ្ងៃរបស់យើងបាទហើយអ្វីដែលកាន់តែគេថាបន្ថែមទៅលើការដែលយើងរស់នៅប្រចាំថ្ងៃបាទគឺការគិតបាទហើយតាមរយៈការគិតវាអាចកើតឡើងបាទគឺតាមរយៈការស្ដាប់បាទនៅ
ទស្សនៈដែលអាចនឹងមានប្រយោជន៍បាទក៏ដូចជាការបន្តនៅការរៀនសូត្រផ្សេងៗបាទគឺទាំងអស់នោះបាទវាជាចំណែកមួយបាទរួមឲ្យការតែបង្កើននៅគំនិតរបស់យើងបាទមានភាពវិវត្តទៅមុខជាលំដាប់បាទអញ្ចឹងជាចុងក្រោយបាទខ្ញុំបាទសូមអរគុណបាទសម្រាប់ប្រិយមិត្តទាំងអស់គ្នាបាទសម្រាប់ការតាមដានទស្សនានៅលើ YouTube របស់ខ្ញុំបាទ